អ្វីខ្ញុំចង់និយាយទៅកាន់បងជាមនុស្សប្រុសហេតុអីបានបងគិតថាមនុស្សស្រីតែងតែចង់កែប្រែមនុស្សប្រុសតែងតែទាមទារចង់ឲ្យបងកែនេះចង់បងកែនោះអញ្ចឹងខ្ញុំដឹងថាបងមនុស្សប្រុសបងជាភេទមួយដែលខ្លាំងជាភេទមួយដែលមានកម្លាំងខ្លាំងទាំងកម្លាំងកាយទាំងកម្លាំងចិត្តនិយាយទៅបងជាមនុស្សអ្នកដែលរឹងមាំហើយជាមនុស្សដែលស្រឡាញ់មុខមាត់កិត្តិយសខ្លាំងមែនតើបងជាមនុស្សប្រុសបងអាចធ្វើរឿងជាច្រើនដែលមនុស្សស្រីពួកខ្ញុំអត់អាចធ្វើដូចបងបានហើយបងតែងតែចង់បានការគោរពការឲ្យតម្លៃចេញពីមនុស្សស្រីដូចពួកខ្ញុំហើយបងមានចិត្តរឹងខ្លាំងមែនតើហ្មងបើសិនជាខ្លួនឯងគិតថាខ្លួនឯងអត់ធ្វើខុសទេអត់និយាយថាខ្លួនឯងខុសជាដាច់ខាតនិយាយទៅគឺបងពិតជាស្រឡាញ់កិត្តិយសមុខមាត់ខ្លួនឯងខ្លាំងមែនតើនៅពេលដែលដៃគូបងជាមនុស្សស្រីស្នើពោទៅកាន់បងឲ្យបងកែរឿងមួយចំនួនដែលគាត់អត់ពេញចិត្តរឿងមួយចំនួនដែលគាត់ឃើញថាបងធ្វើទៅវាខុសវាអត់ល្អបងធ្វើទៅអាចនឹងប៉ះពាល់ដល់ខ្លួនបងខ្លួនឯងប៉ះពាល់ដល់សុខភាពបងឬក៏ប៉ះពាល់ដល់អនាគតបងឬក៏រឿងមួយចំនួនដែលបងធ្វើទៅប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់បងទាំងពីរនៅពេលដែលបងទទួលយកការរិះគន់ឬក៏ពាក្យដែលគេឲ្យបងកែដំបូងខ្ញុំដឹងថាបងពិបាកស្ដាប់ពាក្យកែប្រែទាំងអស់ហ្នឹងហើយតែងតែគិតថាមនុស្សស្រីដូចពួកខ្ញុំតែងតែប្រើអារម្មណ៍ទៅលើរឿងស្នេហាតែងតែប្រើអារម្មណ៍មកទាមទារចង់ឲ្យបងកែនេះកែនោះទៅតាមអារម្មណ៍របស់ខ្លួនឯងតែបងដឹងអត់ថារឿងទាំងអស់មិនមែនបងសុទ្ធតែត្រូវទាំងអស់ទេពេលខ្លះអ្វីដែលបងធ្វើវាប៉ះពាល់ដល់បងខ្លួនឯងវាប៉ះពាល់ដល់សុខភាពបងវាប៉ះពាល់ដល់អនាគតបងខ្លួនឯងហើយរឿងខ្លះនិងទង្វើខ្លះបងធ្វើទៅវាប៉ះពាល់ដល់ទំនាក់ទំនងស្នេហាបងទាំងពីរបងធ្វើទៅប៉ះពាល់អារម្មណ៍ខាងស្រីខ្លាំងមែនតើបានគេសំណូមពរឲ្យបងកែប្រែកុំឲ្យធ្វើរឿងទាំងអស់នឹងទេអញ្ចឹងសូមបងថយមួយជំហានស្ដាប់ដៃគូបងជាមនុស្សស្រីថាគាត់ចង់បានអីបងមនុស្សប្រុសទាំងអស់បើសិនជាមនុស្សស្រីម្នាក់ហ្នឹងគាត់អត់ស្រឡាញ់បងគាត់ក៏អត់គិតដល់បងអត់ខ្វល់ខ្វាយក៏អត់ចង់កែបងដែរបងទៅជាអីក៏ទៅក៏គេអត់ខ្វល់ខ្វាយពីបងដែរដោយសារតែបងជាមនុស្សដែលគេស្រឡាញ់ទៅគេខ្វល់ខ្វាយគេចង់ឲ្យបងល្អគោលបំណងដែលដៃគូបងចង់ឲ្យបងកែគឺមានតែពីរយ៉ាងឯងទី1ចង់ឲ្យបងល្អទី2ចង់រក្សាស្នេហាមួយនឹងអញ្ចឹងសូមបងគិតម្ដងទៀតចំណុចណាដែលបងអាចកែប្រែបានចំណុចណាដែលបងមិនអាចកែប្រែបានហើយយករឿងហ្នឹងមកជជែកជាមួយគ្នាកុំកែប្រែព្រោះដោយសារតែខ្លាចដៃគូបងខឹងខ្លាចដៃគូបងហៅរឿងកែប្រែចេញពីចិត្តបងចង់ឃើញខ្លួនឯងល្អហើយចង់រក្សាស្នេហាមួយនឹងដូចគ្នាយកចិត្តមនុស្សស្រីថាគាត់ពិតជាស្រឡាញ់បងខ្លាំងទើបគាត់ចង់កែប្រែបងចំណុចមួយចំនួនដែលបងធ្វើខុស